Oh my god. ខ្ញុំមិនខ្ញុំនិយាយទៅថាខ្ញុំស្គាល់ចាស់ស្គាល់តុំទៀតតែចាស់ធ្វើអញ្ចឹងវាមិនសមលោកគ្រូពេញតែបានគាត់តែនិយាយសុខធីសុំចាញ់រងតូចពេញសម្បត្តិទៅយូរហើយអូយបានមើលដែរចុះខ្ញុំសុខធីនិយាយពីកាលទៅសុខធីសុំចាញ់ទៅខ្ញុំ Oh my god. ខ្ញុំអត់បាយរងតូចទេដោយសាររងតូចហ្នឹងខ្ញុំវាឆ្អឹងខ្ញុំបាយរួចឆ្អឹងវាហើមរហូតដល់សប្តាហ៍ថ្ងៃកន្លងយើងអួតបានដោយសារកូនសិស្សគាត់ល្អមែនតែអួតមើលខ្ញុំនិយាយវិញមើលខ្ញុំនិយាយវិញមើលខ្ញុំសុខធីសុខធីនិយាយពីកាលសុខធីនិយាយពីកាលថាសុំចាញ់បាររងតូចតែខ្ញុំធ្លាប់និយាយថារងតូចខ្ញុំអត់វាយទេរងតូចខ្ញុំវាយនេះដៃឆ្អឹងវាហើមណាបងហើយមើលឃើញអត់នេះខ្ញុំវាហើមរហូតដល់សប្តាហ៍នេះឃ្លៀតគ្នានេះបាទហើយបងមើលខុសគ្នាមើលទៅតែទៅនិយាយអួតនិយាយយកឯងទៅបានតែគ្រូខ្លួនឯងឡើងគ្រូឆ្នើមគ្រូអីណាខ្ញុំនិយាយទៅថាខ្ញុំស្គាល់ចាស់ Oh my god. តែចាស់ធ្វើអញ្ចឹងវាមិនសមទេឡើយខ្ញុំនិយាយមករបៀបថាអត់ចាស់គាត់ល្អមែនគាត់ស្អីគាត់ល្អដោយសារបងអលើងបងអីហ្នឹងណាបាទតែគាត់និយាយមកគាត់របៀបថាគាត់អួតពេក Oh my god. ខ្ញុំមិនដែរនិយាយបងគាត់ថាខ្ញុំឲ្យសុកទៅបាត់ឈ្នះទាំងពីយូរតែខ្ញុំធ្លាប់និយាយមែនខ្ញុំធ្លាប់និយាយថាខ្ញុំអត់បាយរងតូចអត់អីទេដោយសារដៃហើមតែមិនមានន័យថាខ្លាចទេបាទជំរាបសួរអ្នកទាំងអស់គ្នានិយាយពីរឿងសុខធីវិញក្តៅដូចបាយពូចឹងគ្រាន់តែលោកគ្រូផាន់ថាសុខធីសូមចុះចាញ់នៅកងចេញមករៀបនឹងមោះឆៅគ្រាន់តែពាក្យប៉ុណ្ណឹងសោះធ្វើឲ្យសុខធីនេះក្តៅដូចបាយពូចឹងបងប្អូនគ្រូខ្ញុំសូមទៅសើលោកគ្រូផាន់ណាគាត់មិនតតបានប្រយោជន៍ផងគាត់វាយប្រហារផ្លូវចិត្តរបស់សុខធីធ្វើឲ្យសុខធីនេះមិនបានហាត់បានអីទេអាឡ័យតែឈឺចិត្តហ្នឹងណាប្រពន្ធសុខធីវល់លោកគ្រូភូមិសរាយប្រកួតជាមួយលោកគ្រូផាន់អើយទៅភូមិសរាយលោកគ្រូភូមិសរាយគាត់តគីឡូឲ្យលោកគ្រូផាន់ទៀតអាកូនសិស្សឆេះដុំមកជុំវិញខ្ញុំងុំមកលោកគ្រូភូមិសរាយគាត់ឆេះដុំដែរគាត់នៅលោកគ្រូផាន់បាញ់មកក្របសល់ឡើងផ្អើលឡើងមកក្លឹបហើយខ្ញុំនឹកស្មានថាសុកធីមនុស្សគាត់រៀងចាស់រៀងទុំដែរឥឡូវខ្ញុំឃើញចរិតគាត់ឆៅឆាយគាត់តែគ្រូផាន់លេបខាយពាក្យសម្ដីបន្តិចបន្តួចសុកធីនេះប្រកាច់ប្រកិនអើយសុកធីខ្ញុំគាត់នៅឃើញវីដេអូសុកធីប្រតិកម្មជាមួយគ្រូផាន់ហ្នឹងខ្ញុំអស់សំណោចដែរហ្នឹងមិននឹកស្មានថាសុកធីចិត្តមិនធ្ងន់ហើយស្រាលឆាប់ក្តៅលកជីដូចថាចាញ់មនោគមរបស់លោកគ្រូពេជ្រសុផាន់អញ្ចឹងសុកធីគាត់ប្រឹងតវឹកហាត់ទៅហើយគឺមិនបាច់ចាំចេញវីដេអូច្រើនទេព្រោះយើងចេញកាន់តែច្រើនកាន់តែខុសទេលោកគ្រូផាន់គាត់ជាលោកគ្រូហើយគាត់ជាចាស់ទុំជាមួយបងប្អូនកីឡានេះគាត់ជាមនុស្សដែលចាស់ទុំហើយគាត់និយាយបែបលក្ខណៈមនោគមហើយគេជាលក្ខណៈលេងសើចបែរជាសុកធីនេះយកជាការពិតប្រកាច់ប្រកិនដូចបាយពុះដេកមិនលក់បក់មិនលហើយអាហារក៏ចិត្តមិនស្ងប់ដែរសុកធីឥឡូវនេះនិយាយពីសុកធីផ្សេងតែពេជ្រសម្បត្តិគ្រូគាត់បកកែធ្វើទីផ្សារតែពេជ្រសម្បត្តិមនុស្សគាត់សកលសង្គមគាត់មិនសូវឆេវឆាវដូចសុកធីទេគាត់គ្រូគាត់និយាយមិននិយាយទៅនិយាយរឿងរបស់លោកគ្រូទេតែពេជ្រសម្បត្តិការនិយាយរបស់គាត់មើលទៅរៀងចាស់ទុំជាងសុកធីអានេះជាការមើលឃើញមកខ្ញុំទេអញ្ចឹងមានតែប៉ុណ្្នឹងឯងបងប្អូនហើយស្នប់ពោទៅសុកធីប្រឹងតែវឹកហាត់ទៅកុំអាឡ័យចាញ់មនោគមរបស់គ្រូពេជ្រសុផាន់នោះ
លោកគ្រូពេជ្រផាន់នេះដើរទៅចាក់ឲ្យតែសុកធីមិនបានហាត់ទេឲ្យទៅសុកធីមិនបាននេះទេចង់មានវិបត្តិផ្លូវចិត្តទៀតឥឡូវយូរនឹងដល់ថ្ងៃវាយមិនកើតទៀតអឺគូនេះខ្ញុំឲ្យ50ទេវាខ្ជិលឲ្យពីណាទៅលើពីណាព្រោះយើងកីឡាករខ្មែរដូចគ្នាទេពីណាឈ្នះក៏បានដែរអញ្ចឹងខ្ញុំខ្ជិលឲ្យបន្ទុកថាពីណាលើពីណា50ហើយកុំទៅចេញវីដេអូអីទៀតសុកធីអើយស្ងាត់ប្រឹងទៅវឹកហាត់ទៅយ៉ាត់ពេជ្រសម្បត្តិដាក់ម្ដាយត្រឡោះដូចរិនដេវីតទៅឥឡូវតែកតេកទៅហ្នឹងអានោះមានតែប៉ុណ្្នឹងឯង